ក្រសួងទេសចរដាក់ផែនការមេចំនួន4ដើម្បីប្រែក្លាយខេត្តមណ្ឌលគិរីទៅជាតំបន់អេកូទេសចរលំដាប់អន្តរជាតិមិនមែនជាការចៃដន្យឡើយដែលក្រសួងទេសចរចង់ទាញយកអ្នកទេសចររហូតដល់2លាន90,000នាក់នោះក្រសួងគឺមានគោលដៅច្បាស់លាស់នឹងត្រៀមអភិវឌ្ឍទឹកដីខេត្តមណ្ឌលគិរីដ៏ស្រស់បំព្រងឲ្យប្រែក្លាយទៅជាតំបន់អេកូទេសចរលំដាប់អន្តរជាតិនោះក្រសួងមានគោលដៅច្បាស់លាស់នឹងបានរៀបចំផែនការជាចក្ខុវិស័យចំនួន4ធំឯនោះរួមទាំងការកំណត់តំបន់ភូមិភាគឦសាននេះឲ្យទៅជាពូលសេដ្ឋកិច្ចទី4ថែមទៀតផងដោយរំពឹងនឹងជោគជ័យត្រឹមឆ្នាំ2035ការលើកឡើងនេះនៅបន្ទាប់ពីក្រសួងទេសចរសហការជាមួយនឹងអាជ្ញាធរខេត្តមណ្ឌលគិរីគឺបានរៀបចំសិក្ខាសាលាកម្រិតបច្ចេកទេសមួយដោយប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី10ខែតុលាឆ្នាំ2025នៅក្រុងសែនមនោរម្យដើម្បីបូកសរុបវឌ្ឍនភាពវិស័យទេសចរឆ្នាំ2021ឆ្នាំ2025លោកតបសុភ័ក្ររដ្ឋលេខាធិការក្រសួងទេសចរមានប្រសាសន៍ថាសិក្ខាសាលាកម្រិតបច្ចេកទេសបូកសរុបវឌ្ឍនភាពនៃការអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរខេត្តមណ្ឌលគិរីនាពេលនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីវាយតម្លៃលើលទ្ធផលការងារសម្រាប់បានក្នុងដំណាក់កាលដំបូងព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តបន្តឆ្ពោះទៅកាន់ចក្ខុវិស័យរយៈពេលវែងឆ្នាំ2021ឆ្នាំ2035រដ្ឋលេខាធិការបន្តថាផែនការមេនេះត្រូវបានកំណត់ចក្ខុវិស័យសំខាន់ចំនួន4ដោយមានគោលដៅច្បាស់លាស់ក្នុងការប្រែក្លាយខេត្តមណ្ឌលគិរីឲ្យទៅជាគោលដៅអេកូទេសចរលំដាប់អន្តរជាតិត្រឹមឆ្នាំ2045យើងរំពឹងថានឹងតាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ90,000នាក់នៅភ្ញៀវទេសចរក្នុងស្រុកប្រមាណ2លាននាក់ដែលនឹងបង្កើតការងារប្រមាណ80,000កន្លែងនិងអាចបង្កើតចំណូលបន្ថែមចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិអ្វីដែលកាន់តែសំខាន់គឺផែនការមេនេះនឹងរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឲ្យភូមិភាគឦសានក្លាយជាពូលសេដ្ឋកិច្ចទី4របស់កម្ពុជាបន្ទាប់ពីតំបន់ភ្នំពេញតំបន់ឆ្នេរនិងតំបន់សៀមរាបក្រសួងទេសចរបានត្រៀមសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្តគម្រោងអាទិភាពទាំង16ក្នុងចំណោមសកម្មភាពអនុវត្តសរុប121គម្រោងដោយធានានៅការអភិរក្សធនធានធម្មជាតិនិងបេតិកភណ្ឌវប្បធម៌ជនជាតិដើមភាគតិចឲ្យបានម៉ឺងម៉ាត់ស្របតាមគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាពនិងសមធម៌លោកងិនសុវិមានអភិបាលរងខេត្តមានប្រសាសន៍ថាក្នុងនាមអាជ្ញាធរខេត្តមណ្ឌលគិរីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរដែលបានសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះដើម្បីពិនិត្យមើលវឌ្ឍនភាពជាក់ស្ដែងនៃការអនុវត្តផែនការមេអភិវឌ្ឍទេសចរក្នុងមូលដ្ឋានខេត្តការប្រជុំនេះក៏ជាឱកាសដ៏ល្អសម្រាប់លោកស្រីអភិបាលរងក្រុងស្រុកទាំង5មន្ទីរជំនាញពាក់ព័ន្ធនិងបងប្អូនអាជីវករទេសចរទាំងអស់ដើម្បីពិភាក្សាផ្លាស់ប្ដូរធាតុចូលនិងលើកស្ទួយភាពជាម្ចាស់នៃការអនុវត្តអភិបាលរងខេត្តបានមានប្រសាសន៍បន្តថាខេត្តមណ្ឌលគិរីបានកំណត់អាទិភាពយុទ្ធសាស្ត្រសំខាន់ចំនួន6នៅក្នុងផែនការមេអាទិភាពទាំងនេះរួមមានរបៀងអេកូទេសចរនៃដែនជម្រកសត្វព្រៃទាំង5របៀងទេសចរវប្បធម៌និងអេកូទេសចរប៊ូស្រាដាក់ដាំក៏ដូចជាអភិវឌ្ឍក្រុងសែនមនោរម្យជាបណ្ដុំសកម្មភាពទេសចរពហុបំណងទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះក្នុងការធ្វើឲ្យខេត្តយើងអាចសម្រេចបាននៅចក្ខុវិស័យទី1គឺคล้ายទៅជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កាបន្លែផ្លែឈើនិងសាច់ដល់ទីផ្សារក្នុងស្រុកនិងការនាំចេញអាជ្ញាធរខេត្តមណ្ឌលគិរីបដិញ្ញាចិត្តរក្សាតុល្យភាពឲ្យបានល្អបំផុតរវាងការអភិវឌ្ឍសេដ្ឋកិច្ចទេសចរនិងការអភិរក្សធនធានធម្មជាតិបេតិកភណ្ឌជនជាតិដើមភាគតិចដើម្បីធានាថាផលប្រយោជន៍នៃការអភិវឌ្ឍត្រូវបានចែករំលែកដោយសមធម៌ដល់ប្រជាពលរដ្ឋក្នុងខេត្តយើងជឿជាក់ថាតាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីពាក់ព័ន្ធទាំងអស់ផែនការមេនេះនឹងជួយឲ្យខេត្តមណ្ឌលគិរីដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងពូលសេដ្ឋកិច្ចទី4របស់កម្ពុជានឹងកាយសុខភាពខេត្តមានផ្ទៃដីសរុប 14,288 គីឡូម៉ែត្រក្រោម